Missile Cruise រយៈចម្ងាយឆ្ងាយ Flamingo ដែលអ៊ុយក្រែនអភិវឌ្ឍក្នុងស្រុកមានតម្លៃក្រោម$60,000ក្នុងមួយគ្រឿងដែលធ្វើឲ្យវាមានតម្លៃថោកជាង Missile Tomahawk របស់សហរដ្ឋអាមេរិកប្រហែល6ដងខណៈដែលវាត្រូវបានគេយកទៅប្រើប្រាស់រួចហើយក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយលើគោលដៅយោធានៅក្នុងទឹកដីរុស្ស៊ីយោងតាមសារព័ត៌មាន The Guardian កាលពីថ្ងៃទី27 កក្កដាដោយដកស្រង់សម្ដីលោកស្រី Irina Torres នាយកប្រតិបត្តិក្រុមហ៊ុន Firepoint បានឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនផលិត Missile Flamingo បានប្រហែល100គ្រាប់ក្នុងមួយខែរួមជាមួយនឹងដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយប្រភេទ SP1 និង SP2 រាប់រយគ្រឿងទៀតខណៈដែលអ៊ុយក្រែនបន្តពង្រីកការផលិត Missile និងដ្រូនក្នុងស្រុករបស់ខ្លួន Missile Flamingo នីមួយៗអាចផ្ទុកក្បាលគ្រាប់ទម្ងន់ 1150 គីឡូក្រាមដែលត្រូវបានរចនាឡើងដើម្បីទម្លុះរចនាសម្ព័ន្ធបេតុងរឹងមាំលោកស្រី Torres បានមានប្រសាសន៍ថា Missile នេះត្រូវបានប្រើប្រាស់កាលពីខែមិថុនាក្នុងការវាយប្រហារលើរោងចក្រផលិតគ្រឿងបន្លាចយោធារុស្ស៊ីនៅទីក្រុង Cheboksary ដែលមានចម្ងាយជាង950គីឡូម៉ែត្រពីទីក្រុង Kharkiv លោកស្រីបានបន្ថែមថាបេសកកម្មមួយបានពាក់ព័ន្ធនឹងការហោះហើរក្នុងចម្ងាយប្រហែល1800គីឡូម៉ែត្រដោយសារតែផ្លូវហោះហើរមានភាពស្មុគស្មាញហើយលោកស្រីបានពណ៌នាថាវាជាបេសកកម្ម Missile Cruise ដែលមានចម្ងាយវែងបំផុតមួយដែលត្រូវបានកត់ត្រាទុកក្រុមហ៊ុន Firepoint បានប្រមាណថាតម្លៃនៃ Missile Flamingo នីមួយៗគឺទាបជាង$60,000បន្តិចបើប្រៀបធៀបទៅនឹង Missile Cruise Tomahawk របស់សហរដ្ឋអាមេរិកដែលមានតម្លៃប្រហែល$3.5 លានក្រៅពី Missile Cruise កាសែត The Guardian ក៏បានរាយការណ៍ផងដែរថាក្រុមហ៊ុន Firepoint ក៏ផលិតដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយ SP1 ដែលមានសមត្ថភាពហោះបានចម្ងាយជាង1600គីឡូម៉ែត្រយោងតាមលោកស្រី Torres ដ្រូនទាំងនេះត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីដោយដ្រូននីមួយៗមានតម្លៃចន្លោះពី$55,000 ទៅ$75,000ក្រុមហ៊ុននេះបានរីកចម្រើនយ៉ាងឆាប់រហ័សចាំតាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលោកស្រី Torres បាននិយាយថាបច្ចុប្បន្ន Firepoint ប្រតិបត្តិការនៅទីតាំងផលិតចំនួន83កន្លែងក្នុងប្រទេសអ៊ុយក្រែននិងរោងចក្រមួយនៅប្រទេសដាណឺម៉ាកដោយមានបុគ្គលិកប្រហែល6,000នាក់បើធៀបនឹងបុគ្គលិក3,500នាក់កាលពីចុងឆ្នាំមុនយោងតាម The Guardian ក្រុមហ៊ុន Firepoint ក៏កំពុងអភិវឌ្ឍ Missile Ballistic ដំបូងបង្អស់ដែលផលិតក្នុងស្រុករបស់អ៊ុយក្រែនដែលលោកស្រី Torres សង្ឃឹមថានឹងដាក់ឲ្យប្រើប្រាស់មុនដាច់ឆ្នាំ2026ទន្ទឹមនឹងនេះក្រុមហ៊ុនកំពុងចូលរួមក្នុងគំនិតព្រួយផ្ដើមការពារអាកាសពហុជាតិ Freya ដែលរួមមានប្រទេសអ៊ុយក្រែននិងប្រទេសអឺរ៉ុបចំនួន9ផ្សេងទៀតក្រុមគម្រោងនេះក្រុមហ៊ុន Firepoint ត្រូវបានរំពឹងថានឹងផលិតគ្រឿងបាញ់បង្ហោះនិង Missile ស្ទាក់ចាំដែលមានតម្លៃគោលដៅប្រហែល$1 លានក្នុងមួយគ្រឿងដោយកំណត់ទីតាំងប្រព័ន្ធនេះជាជម្រើសដែលមានតម្លៃទាបជាងប្រព័ន្ធការពារអាកាស Patriot របស់សហរដ្ឋអាមេរិកថ្លែងអំពីតួនាទីនៃផលិតផលរបស់ក្រុមហ៊ុននៅក្នុងយុទ្ធនាការរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនលោកស្រី Torres បានប្រាប់ The Guardian ថាខ្ញុំមិនបានដឹងពីការវាយប្រហាររយៈចម្ងាយឆ្ងាយណាមួយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដែលមិនមានការពាក់ព័ន្ធនឹងផលិតផលរបស់យើងនោះទេកាលពីពេលមុនក្រុមហ៊ុន Firepoint បាននិយាយថាខ្លួនមានគោលបំណងដាក់ពង្រាយ Missile Ballistic SP9 ដែលបង្កើតឡើងក្នុងស្រុកនៅពាក់កណ្ដាលឆ្នាំ2026ក្រុមហ៊ុនបានអះអាងថា Missile នេះនឹងមានចម្ងាយហោះហើររហូតដល់850គីឡូម៉ែត្រហើយបានបញ្ជាក់ថា Missile ជាច្រើនគ្រាប់អាចនឹងត្រូវបាញ់បង្ហោះក្នុងពេលដំណើរគ្នានៅក្នុងប្រតិបត្តិការនាពេលអនាគត